bà sầm chìm điều suốt đó ôn từng ọc kia đại sắc xa nơi bậc thầm sắc xa chẳng ngày nay được cô chẳng chạy đầm lết bịa bọn tân năng cả tiền gió vì nhị bàn đại ôn bàn bờ lóngประจำkhai mùi mùi và tam khai mùi mùi và chẳng chia được bốn cứ ôn từ bà trôi màu cái lại trôm đi máu ôn bà chẳng trôi màu cái lại nắng hay tòm tiết cứ ônចូលទៅផ្នែកខាងលើបាទចូលទៅផ្នែកខាងលើនេះបាទនេះចូលមកកន្លែងគេថាsearch Google អញ្ចឹងបងប្អូនវាយPLP ចូលកន្លែងហ្នឹងវាយថា PLP អញ្ចឹងបងប្អូនឃើញកន្លែងនេះបងប្អូនចូលមក PLP នឹងមកបាទអញ្ចឹងក្រោយបងប្អូនចូលមកកន្លែងនេះគឺវានឹងលោតផ្ទាំងបែបនេះអញ្ចឹងបងប្អូនចូលកន្លែង PLP ចុចលើហ្នឹងមកតមទៀតគឺវានឹងលោតផ្ទាំងនឹងមួយមកបាទអញ្ចឹងគឺវាលោតផ្ទាំងថ្មីមួយទៀតគឺហៅថាថ្នាលបឋម PLP បាទ e-teach បាទអញ្ចឹងគឺបងចូលមកកន្លែងបាទថ្នាលតែនឹងប្រឡងបងចូលកន្លែងហ្នឹងបាទតមទៀតគឺវានឹងលោតឲ្យផ្ទាំងសិស្សបាទផ្ទាំងសិស្សអញ្ចឹងកន្លែងនេះគឺបងអូនចូលមកកន្លែងពៀនណាបងចូលមកកន្លែងពៀននេះមកដល់ពេលចូលមកកន្លែងពៀនមកគឺបងអូនឃើញនេះគឺជាផ្ទាំងថ្មីមួយទៀតអញ្ចឹងបងអូនមិនចាំបាច់អីញ៉ៃទេគឺបងអូនចូលមកលើនេះបាទចូលមកផ្ទាំងលើនេះបាទចឹងចូលមកកន្លែងហ្នឹងហើយតទៅទៀតគឺវានឹងលោតមុខវិជ្ជាបាទទូទៅអញ្ចឹងទូទៅទាំងអស់ហ្នឹងគឺវានឹងលោតឲ្យអញ្ចឹងឧទាហរណ៍ថាឥឡូវបងអូនចង់ទាញយកវិញ្ញាបនបត្រនៅមុខវិជ្ជាមួយណាអញ្ចឹងនេះគឺជាមុខវិជ្ជាដែលត្រូវបានប្រឡងប្រចាំខែឬក៏តេស្តប្រចាំខែហើយអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍ថាឥឡូវលោកគ្រូចូលនៅកន្លែងមុខវិជ្ជានេះចោះព្រោះនៅកន្លែងនេះគឺវាដាក់លទ្ធផលឲ្យបាទលទ្ធផលឲ្យគឺមាននីតិបាទ ABC អញ្ចឹងទៅណារហូតដល់ ES បាទអញ្ចឹងបើសិនជាបងប្អូនប្រឡងជាប់មុខវិជ្ជាណាបងប្អូនទាញយកមុខវិជ្ជានឹងមកណាបាទអញ្ចឹងមួយខែគឺសម្រាប់ថ្នាក់ទី5ហ្នឹងគឺបងប្អូនត្រូវប្រឡង4មុខណាទី4ទី5ទី6ត្រូវប្រឡង4មុខណាអញ្ចឹងមានថាមួយខែពេលបងប្អូនយកសញ្ញាវិញ្ញាបនបត្រហ្នឹងគឺមាន4វិញ្ញាបនបត្រណាមួយខែបាន4មួយខែបាន4អញ្ចឹងឥឡូវបងប្អូននៅកន្លែងនេះចុះបាទអញ្ចឹងបងប្អូនចូលកន្លែងនេះមកអញ្ចឹងចូលលើហ្នឹងមកណាចូលចុចផាច់ទៅហ្នឹងមកបាទចាំទីសេវាវារឿងយឺតបាទក្រោយមកទៀតគឺបងអូនចូលពាក្យបាទអញ្ចឹងចូលពាក្យថា download again បាទអញ្ចឹងបងអូនសង្កេតឃើញនៅខាងលើនេះបាទខាងលើនេះគឺមានន័យថា file ដែលយើងនេះបានហើយណាយើងទាញយកបានហើយអញ្ចឹងបងអូនចុចនៅពាក្យ open បាទអញ្ចឹងក្រោយមកទៀតគឺយើងសង្កេតឃើញនៅកន្លែងនេះបាទអញ្ចឹងវាថាយើងបាន down រួចមកហើយថាឥឡូវគូចង់មើលថាតើឈ្មោះនឹងត្រូវអត់ចុចលើហ្នឹងមកបាទអញ្ចឹងគឺវាចាប់ដើមលោតឈ្មោះឲ្យយើងហើយនេះបាទអញ្ចឹងនេះគឺជាកូនរបស់ខ្ញុំបាទឈ្មោះគាត់គឺឈ្មោះជាវជូជីងអញ្ចឹងមានថាគឺគាត់បានវិញ្ញាបនបត្រមួយបាទគឺបាននីតិ B បាទនីតិ B អញ្ចឹងយើងមើលទៅឃើញនីតិនៅកន្លែងហ្នឹងទាំងអស់ទេបាទហើយតទៅទៀតមកគឺបងអូនចុច back ទៅក្រោយវិញទៅហើយបងអូនអាចព្រីនចេញបានហើយបងអូនចង់ព្រីនចេញទេគឺបងអូនចូលមកកន្លែងនេះមកបាទបងអូនចុចបញ្ជូនទៅបាទព្រីនចេញណាព្រីនចេញទៅបានហើយអញ្ចឹងយើងយកវិញ្ញាបនបត្រហ្នឹងអាចដាក់ស៊ុំដាក់អីទៅទុកបាទសម្រាប់មើលនៅតាមផ្ទះរបស់យើងទៅរៀងខ្លួនបាទអរគុណច្រើនគ្រូមានប៉ុណ្ណឹងណា